អូខេសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងនេះជាវីដេអូទី3ដែលថ្ងៃហ្នឹងខ្ញុំមកនិយាយអំពីការ post announcement អញ្ចឹងទៅលើ announcement ហ្នឹងអ្នកទាំងគ្នាអាចជាគ្រូអញ្ចឹងអាច post announcement មួយទៅអញ្ចឹងខ្ញុំសូមនេះតិចអូខេជួយ slow តិចណាអញ្ចឹងត្រង់ចំណុចនេះយើងអាចរើស all student ឬក៏ select specify ឬ student ណាមួយអញ្ចឹង announcement ហ្នឹងយើងចង់ធ្វើអីគេអញ្ចឹងខ្ញុំមកធ្វើអីទេដាក់តា voice video អញ្ចឹងទៅដាក់ចេះខ្មែរមើលវីដេអូអូធូបអញ្ចឹងខ្ញុំទៅលាក់ link របស់ YouTube អញ្ចឹងសូម copy សិនអញ្ចឹងខ្ញុំសូមដាក់វីដេអូរបស់ខ្ញុំមកសូម promote តិចអូខេសូម share ហើយផាសចូលផាច់ search មកអូខេ add មកអូខេតោះមកចុចផុសមកបាទនេះអញ្ចឹងអាហ្នឹងវាលើតែសាគ្រប់គ្នាអញ្ចឹងដោយសារយើងជា mobile យើងជា web យើងត្រូវការ refresh អូខេខ្ញុំសូមចូលថ្នាក់សិនអញ្ចឹងនេះ announcement ដែលយើងទទួលបានពីគ្រូអញ្ចឹងយើងចូលមើលមកអូខេគ្រូឲ្យមើលយើងមើលលេងទៅមើលឲ្យចាប់ឲ្យយើង comment ណាមើលរួចហើយដើរតួជាកូនសិស្សអញ្ចឹងណាអញ្ចឹងកូនសិស្សគាត់អាច comment បានទៅលើ announcement របស់យើងខ្ញុំផុសមកហើយខាងនេះអត់ទាន់ឃើញទេដោយសារលើ web តោះតែយើង refresh អញ្ចឹងrefresh មកអញ្ចឹងឃើញនេះកូនសិស្សហ្នឹងមើលរួចហើយអញ្ចឹងទៅអញ្ចឹងមួយទៀតដែលខ្ញុំសូមទៅបង្កើតទៅលើ classwork អញ្ចឹង classwork នេះខ្ញុំសូម create ទៅលើ assignment អូខេអញ្ចឹងassignment ដាក់ test ដាក់ក្តៅធ្វើអូខេខ្ញុំឲ្យធ្វើលេខចុះ1គុណ1ស្មើប៉ុន្មានអូខេអញ្ចឹងតោះនេះខ្ញុំដាក់ទៅ all student អូខេអញ្ចឹងព្រោះខ្ញុំអាចដាក់ទៅ10ទេអញ្ចឹងថ្ងៃផុតកណត់ខ្ញុំអាចដាក់ទៅថ្ងៃស្អែកថ្ងៃ7អញ្ចឹងថាខ្ញុំអត់ដាក់ទេអញ្ចឹងខ្ញុំអាសាញអូខេអញ្ចឹងបន្ទាប់ពីអាសាញមកនេះទៅកូនសិស្សហើយអញ្ចឹងខ្ញុំសូមមើលសិនសូមអូខេអញ្ចឹង assignment ឃើញ assignment ផុសហើយនេះpost new assessment test 1អញ្ចឹងយើងចុចមកអញ្ចឹងអានេះស្នូអញ្ចឹងគេ add មួយមកដាក់ជា document យើង create ចម្លើយឬក៏ upload ជារូបភាពមកអញ្ចឹងខ្ញុំសូមដាក់ទៅលើ document ហើយដាក់1គុណ1ស្មើបាទ1ចឹងហើយចុចថយមកវិញមកអូខេវាសែវអូតូហើយខ្វែង point turn in point ចឹងនេះជាកូនសិស្សយើងអាច turn in ចម្លើយរបស់យើងទៅចឹងយើងបាន submit រួចហើយចឹងទៅលើនេះយើងអាចចូលទៅលើ classwork យើងចូលទៅលើ test ចឹងឃើញមានអ្នក submit មកមួយចឹងយើងចូលមើលមកហើយចឹងមានឈ្មោះកូនសិស្សនេះគាត់អាចsubmit
មួយបានចឹងចូលមើលលើរបស់គាត់មកអូខេចឹងនេះជាចម្លើយរបស់គាត់ចឹងបើយើងមើលថាត្រូវហើយដាក់បន្ទុកpoint 20មកអាច add comment បាន code ចឹងទៅចឹងយើង pause មកតោះមកយើង return អូខេដល់ហើយអូខេចឹងយើងរួចហើយយើងចូលទៅ class console វិញចឹងចូល classwork តោះមកយើងឃើញ test នេះចឹង test នេះយើងឃើញយើងធ្វើហើយនេះបាន submit អីរួចអស់ហើយយើងបានបន្ទុករួចហើយ20លើ20ហើយយើងបាន comment ពីគ្រូនេះ code អូខេចឹងចំពោះការធ្វើ assignment ឬក៏ quiz test អីហ្នឹងមានតែប៉ុណ្្នេះឯង